ដោយសារតែយើងដាក់នៅក្នុងម៉ាស៊ីនអាំងសាច់អញ្ចឹងរសជាតិក្លិនទាំងអស់ហ្នឹងគឺនៅក្នុងនឹងតែម្ដងអញ្ចឹងណាបាទតែអញ្ចឹងជាងនេះអាចដាក់ខ្ទឹមបាទមួយទៀតទៅបាទអូខេតាមធ្វើការចាក់លាងទៅដែរដើម្បីឲ្យវាកាន់តែជួយសម្អាតជាតិឆ្អាបរបស់យើងតែកាត់ឆ្អាបបាទនេះគេបាទដាក់បលបាទវារឹងសាច់ដើម្បីងាយស្រួលក្នុងការច្របាច់ចឹងយើងធ្វើការលាងវាទៅដើម្បីវាកាត់បាទវារឹងសាច់ផងដែរទៅអំបិលគឺល្អបាទសម្រាប់ធ្វើការលាងរបស់ឆ្អាបបាទពេលនេះយើងចាប់ដើមបាទធំៗមកបាទ4ក្បាលទេនេះបន្ទាប់ពីយើងធ្វើការលាងអំបិលហើយគឺយើងមានសូដាមួយទៀតបាទនេះសូដាគឺយើងធ្វើការចាក់លាងវាដែរដើម្បីឲ្យវាកាន់តែជួយសម្អាតជាតិឆ្អាបរបស់យើងបាទបងទៅអូខេអញ្ចឹងយើងធ្វើការសម្អាតបែបនេះដើម្បីកុំឲ្យវាឆ្អាបនិងឲ្យវារឹងសាច់បាទណាអត់សូវឆ្អាបទេបើសិនបើយើងធ្វើបែបនេះណាបងប្អូនអរគ្នាអូខេអញ្ចឹងបន្ទាប់ពីយើងនេះគ្រឿងផ្សំរបស់យើងមួយចំនួនអញ្ចឹងតិចទៀតយើងនឹងធ្វើការចំអិនយកតែម្ដងអូខេក្នុងនោះយើងមានសូដាយើងមានទឹកដោះគោស្រស់ដូចគ្នាបាទអញ្ចឹងតោះអញ្ចឹងតើសកម្មភាពនៃការធ្វើនិងរបៀបចំអិនយ៉ាងដូចយើងទៅតាមដានទស្សនាតគ្នាយើងមាន4ឥឡូវនេះយើងដុតមួយសិនអូខេអញ្ចឹងឥឡូវនេះយើងមានគល់ស្លឹកគ្រៃបាទយើងមានគល់ស្លឹកគ្រៃយើងមានស្លឹកក្រូចសើចអីហ្នឹងតោះអញ្ចឹងយើងយកចូលក្នុងមាត់វាមួយចំនួនទៅដើម្បីឲ្យវាមានរសជាតិឆ្ងាញ់ពីខាងក្នុងចារសជាតិគល់ស្លឹកគ្រៃស្អីចឹងណាបាទនេះអូខេយើងដាក់ស្លឹកគ្រៃមកបាទគ្រៃជុំវិញទៅមកអាចកាច់វាបន្តិចក៏បានដែរអូខេប៉ុណ្ណឹងមកហើយយើងមានស្លឹកក្រូចសើចដើម្បីដាក់ពីលើបាទដើម្បីឲ្យវាកាត់ចង្អើបហើយយើងមានម្ដេងយើងមានម្ដេងហើយយើងមានខ្ទឹមណាយើងដាក់ថែមទៅខ្ទឹមដាក់ឲ្យច្រើនទៅល្អវាដាក់វាសងខាងហើយដាក់ខ្ទឹមសងខាងដាក់ច្រើនទៅដើម្បីឲ្យវាកាត់ចង្អើបបន្ថែមជាដឹងតែត្រីវាមានរសជាតិឆ្អាបមានក្លិនឆ្អាបបាទគេจะដាក់ប៉ុណ្ណឹងមកបន្តមកទៀតនេះយើងមានម្សៅស៊ុប Brody អញ្ចឹងយើងរួយពីលើវាតែម្ដងនិងអំបិលមួយចំនួនបាទឲ្យវាចាប់រសជាតិហើយអានេះយើងបន្ថែមអំបិលបាទយើងដុតអំបិលយើងបន្ថែមអំបិលឲ្យច្រើនណាបន្ទាប់ពីយើងដាក់អំបិលហើយនេះយើងមានម្ទេសបើយើងមានម្ទេសអញ្ចឹងយើងធ្វើការដាក់ម្ទេសមកដាក់ម្ទេសទៅតាមតម្រូវការរបស់យើងរបស់បងប្អូនអញ្ចឹងបងប្អូនចង់បានហើយដាក់ច្រើនតិចទៅបាទនេះប៉ុណ្ណឹងមកហើយកុំភ្លេចយើងមានស្លឹកម្រះព្រៅបាទអញ្ចឹងនេះយើងដុតដាក់ស្លឹកម្រះព្រៅដែរដើម្បីឲ្យបន្ថែមរសជាតិកាន់តែឈ្ងុយឆ្ងាញ់អូខេអញ្ចឹងមានប៉ុណ្ណឹងបន្តមកទៀតយើងមានទឹកដោះគោឆៅបាទយើងមានទឹកដោះគោឆៅអញ្ចឹងយើងដាក់ទឹកដោះគោឆៅបន្តិចសិនទៅបានហើយចាំឲ្យចិត្តសិនយើងដាក់វាបន្ថែមអូខេនេះបាទអូខេអញ្ចឹងនេះគឺរបៀបនៃការដុតត្រីជាមួយនឹងទឹកដោះគោឆៅជាមួយនឹងអំបិលរបស់យើងអញ្ចឹងគ្រឿងផ្សំសំខាន់នៅក្នុងហ្នឹងគឺយើងមានអំបិលយើងមានគល់ស្លឹកគ្រៃយើងមានខ្ទឹមយើងមានរំដេងយើងមានស្លឹកក្រូចសើចបាទហើយនឹងម្ទេសដើម្បីឲ្យវាកាត់ក្លិនបានល្អអូខេបន្តមកទៀតយើងធ្វើការរុំវាចូលគ្នាតែម្ដងខំជាសិនណាចេញពលលឺយើងវា focus ទៅ
ដាក់គ្រឿងហើយឡើយនេះគឺធ្វើការរុំវាយកតែដងត្រីនេះវាធំបាទចឹងធំយើងជាទៀតវាណែនតិចហើយហើយយើងដាក់គ្រឿងច្រើនអញ្ចឹងមើលទៅវាណែនមែនតើបាទពេលយើងរុំអញ្ចឹងអូខេចឹងនេះគ្រឿងច្រើនយើងធ្វើម៉េចឲ្យគ្រឿងច្រើនទៅដើម្បីឲ្យលុបជាតិឆ្អាបរបស់ត្រីអូខេអញ្ចឹងគឺធ្វើការរុំប៉ុណ្ណឹងមករួចការស្អាតអូខេបន្ទាប់ពីយើងធ្វើការរុំហើយអូខេឥឡូវនេះត្រីរបស់យើងបានដាក់នៅក្នុងម៉ាស៊ីនអាំងសាច់របស់យើងតែម្ដងដោយសារតែយើងអត់ប្រើប្រាស់ធ្យូងទេប៉ុន្តែបើបងប្អូនមានធ្យូងបងប្អូនអាចប្រើប្រាស់ធ្យូងក៏បានដែរអញ្ចឹងណាបងប្អូនបាទអញ្ចឹងនេះគ្រឿងក្រៅមួយចំនួនដែលយើងនៅសល់យើងអាចដាក់វាចូលទៅដើម្បីឲ្យរសជាតិរបស់វាកាន់តែឈ្ងុយឆ្ងាញ់ដោយសារតែយើងដាក់នៅក្នុងម៉ាស៊ីនអាំងសាច់អញ្ចឹងរសជាតិក្លិនទាំងអស់ហ្នឹងគឺនៅក្នុងហ្នឹងតែម្ដងអញ្ចឹងណាបាទអូខេអញ្ចឹងយើងនេះអាចដាក់ខ្ទឹមបានមួយទៀតទៅបាទអូខេតោះអញ្ចឹងបន្ទាប់ពីយើងរៀបចំហើយដាក់នៅក្នុងម៉ាស៊ីនរបស់យើងហើយអញ្ចឹងយើងបែរនេះយើងអាចធ្វើការដាក់ចូលទៅក្នុងម៉ាស៊ីនយើងហើយយើងធ្វើការចម្អិនចូលតែម្ដងអូខេតោះអញ្ចឹងយើងដាក់ចូលម៉ាស៊ីនរបស់យើងមក